បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហើយនៅក្នុងវីដេអូនេះដែរខ្ញុំបាទក៏ចង់ចែកជូនបនដែលខ្ញុំបានធ្វើថ្ងៃនេះបងប្អូនថ្ងៃដោយសារតានិយាយទៅថ្ងៃនេះសម្រាប់ពីការងារអញ្ចឹងបងប្អូនថ្ងៃតនេនៅផ្ទះអបសុកអញ្ចឹងទៅក៏គិតថាចង់មកហ្នឹងហើយមកដេកលេងនៅក្រៅដើមជ្រៃអញ្ចឹងបងប្អូនបាទនៅវត្តស្រុកកណ្ដាលខ្លួនឯងនេះហ្នឹងហើយដល់ពេលមកអញ្ចឹងទៅឃើញចាស់ចាស់គាត់ថារៀបចំបបួលគ្នាមកដែលថាវាយសំណាញ់ក្រាក្រើបដីកុំឲ្យអាពេលភ្លៀងធ្លាក់ច្រោះអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងក៏សមចូលរួមជាមួយគាត់ហ្នឹងហើយដើម្បីយកមគ្គផលបាទជាបនដែលខ្លួនឯងធ្វើអញ្ចឹងណាហើយអញ្ចឹងខ្ញុំបាទក៏ចង់ចែកជូនទៅបងប្អូនទាំងអស់គ្នាដែលបានចូលរួមមើលនៅក្នុងវីដេអូនេះផងដែរបងប្អូនហ្នឹងហើយសូមជូនបនស្មើគ្នាបាទហើយខ្ញុំសូមសរសើរបាទចាស់នៅខាងភូមិខ្ញុំបងប្អូនហ្នឹងហើយតួគ្នាគាត់តិចឬក៏គ្នាច្រើនចង់និយាយថាគាត់ឲ្យតែពេលដែលគាត់តនេបងប្អូនគឺថាគាត់តែងតែប្រជុំគ្នានៅវត្តអញ្ចឹងបានថាចេះតែរីកចម្រើនដោយសារថាពុទ្ធបរិស័ទយើងអញ្ចឹងតែម្ដងបងប្អូនវត្តឲ្យតែកាលណារីកចម្រើនបាទគឺកើតចេញពីពុទ្ធបរិស័ទចំណោះជើងវត្តហ្នឹងហើយហើយនេះគឺជាសកម្មភាពមួយដែលខ្ញុំចង់បង្ហាញឲ្យបងប្អូនឃើញថាជាការសាមគ្គីបាទរបស់ចាស់ស្រុកភូមិរបស់ខ្ញុំណាបងប្អូនបាទហ្នឹងហើយគាត់ចេះសាមគ្គីគ្នាគាត់ចេះបបួលគ្នាចំថ្ងៃហ្នឹងបងប្អូនហ្នឹងហើយគេថាមកលេងគេថាមកចំពេលតែម្ដងបងប្អូនហ្នឹងហើយក៏ចូលរួមជាមួយពួកគាត់ហ្នឹងហើយបាទទាញស្បៃហ្នឹងហើយវាយនេះវាយនោះក្រើបអីជាមួយពួកគាត់អញ្ចឹងទៅហើយអ្វីដែលសំខាន់គឺថាថ្ងៃនេះនិយាយទៅអាកាសធាតុយើងអំណោយផលតែម្ដងបងប្អូនអើយបាទបងប្អូនមើលតែក្នុងវីដេអូនេះដឹងស្រាប់ហើយបាទថាពណ៌ផ្ទៃមេឃយើងហ្នឹងមើលតែពពកពណ៌សស្គូយ៉ាងនេះបងប្អូនដឹងហើយថាអាកាសធាតុយើងគឺមិនមែនត្រជាក់ខ្លាំងទេបាទហ្នឹងហើយបងប្អូនគឺថាក្តៅខ្លាំងតែម្ដងប៉ុន្តែដោយសារតែបើយើងមិននេះអញ្ចឹងទេបើសិនជាពេលដែលមេឃភ្លៀងហ្នឹងហើយវាអាចហូរច្រោះដីអីចឹងអស់បងប្អូនបាទក៏ពួកគាត់នាំគ្នាមកធ្វើអញ្ចឹងទៅហ្នឹងហើយស្បែកហ្នឹងក៏មិនមែនថាស្បែកជាស្បែករបស់ពួកគាត់ដែរដោយសារថាមានបងប្អូនមួយចំនួនហ្នឹងហើយគាត់ឧបត្ថម្ភដែរនិយាយទៅថាស្បែកខ្លះទៅប្រើការលេងការអញ្ចឹងគាត់ឲ្យអញ្ចឹងបងប្អូនហើយចាស់គាត់ឆ្លាតណាបងប្អូនបាទគាត់ប្រកែមែនទែនគាត់មានគំនិតច្នៃប្រឌិតគាត់យកអាស្បែកអញ្ចឹងមកគ្របនៅលើដីដែលជើងចាក់អញ្ចឹងណាបងប្អូនហើយដល់អញ្ចឹងទៅដល់ពេលដែលមានមេឃភ្លៀងមានអីអញ្ចឹងទៅវាជ្រាបហ្នឹងហើយវាជ្រាបឬក៏គ្របទៅលើស្បែកអញ្ចឹងទៅអញ្ចឹងវាអត់មានហូរតាណាបងប្អូនបាទគឺវានៅខំជាមួយគ្នានឹងអញ្ចឹងដីនឹងវាអត់មានដែលថាពិបាកខ្លាចវាធ្លាក់ឬក៏វាបាក់តាណាណីបងប្អូនដោយសារតែមានស្បែកគ្របពីលើអញ្ចឹងណាហ្នឹងហើយឥឡូវនេះគឺថាការរៀបចំការទាញគ្របហ្នឹងគឺថាហើយបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្ណឹងបងប្អូនហ្នឹងហើយនេះគាត់ថាចង់បង្ហាញបន្ថែមពីលើខេត្តទឹកលេចនៅស្រុកភូមិខ្ញុំបងប្អូនបាទគឺមានទស្សនវិជ្ជាបែបនេះបាទពិតជាស្រស់ស្អាតណាស់ហ្នឹងហើយអរគុណច្រើនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនហ្នឹងហើយអរគុណច្រើនបាយបាយ